អូខេថ្ងៃនេះយើងចាប់ផ្ដើមមេរៀនកិច្ចតែងការបង្រៀន 5E 5E lesson plan តើ 5E ជាអ្វី What is a 5E E1 ការចាប់ផ្ដើមការចូលរួមដែលអង់គ្លេសហៅថា engagement មាន E ទី2ការរុករកឬការបំផុសគំនិតមានន័យថា exploration ក្នុងភាសាអង់គ្លេស E ទី3ការពន្យល់ explanation stage 3 for 7 minutes E ទី4ការអនុវត្តពិភាក្សាល្អិតល្អន់ elaboration application stage 4 7 minutes E ទី5មានន័យថា E ចុងក្រោយការវាយតម្លៃសេចក្តីសន្និដ្ឋាន evaluation conclusion stage 5 2 minutes ការឆ្លោះត្រឡប់បទពិសោធន៍របស់អ្នកក្រោយពេលបានរៀនមេរៀន reflect use the experience when teaching the lesson ចប់ប៉ុណ្ណា